តបងបងមកដឹងពីរបៀបប្រើប្រាស់ទៅលើទូបោក Samsung 15 គីឡូធ្វើពីលើស្រីថ្មី2025បើសិនមានបងបងគាត់ដាក់កំងច្រើនហើយគាត់សុំវីដេអូរបៀបប្រើប្រាស់អញ្ចឹងបងបងអាចមើលវីដេអូនេះបានខ្ញុំនឹងធ្វើវីដេអូពេញពីរបៀបប្រើប្រាស់អញ្ចឹងនៅខាងក្នុងទូនេះនៅពេលបងបងភ្ជាប់ទៅយកទឹកហើយអស់ខ្ញុំភ្ជាប់ទៅយកទឹកនឹងហើយអស់គឺយើងត្រូវការដាក់ជាមួយនឹងសាប៊ូនិងទឹកក្អុកអញ្ចឹងយើងដាក់សាប៊ូខាងនេះទឹកក្អុកខាងនេះដាក់តាមបរិមាណក្អែលយើងធ្លាប់បានមកហើយកៅអែលហ្នឹងគឺយើងលាមកណាកុំឲ្យល្មមឬក៏ដាក់ណែនពេកយើងដាក់តាមល្មមមកមានទឹកជ្រាបចូលអញ្ចឹងណាកុំឲ្យពេញពេកអញ្ចឹងក៏វាអាចពេលពូតទៅលាន់សលេងដែរឬក៏កៅអែលយើងដុំយើងអត់លាស្មើអញ្ចឹងយើងចេះតែបោះដាក់ក៏ធ្វើឲ្យទូបោកហ្នឹងវាប្រើទៅឆាប់ខូចជ្រុំទៅហើយលឺសលេងអត់ដូចទូបោកផ្សេងទេអញ្ចឹងពេលខ្លះទូបោកវាមិនមកពីការប្រើប្រាស់ទាំងអស់ទេហើយក៏មិនមកពីម៉ាស៊ីនទាំងអស់ដែរអញ្ចឹងស្ថិតលើការប្រើប្រាស់ភ្ញៀវជាមួយនឹងគុណភាពរបស់ទូចឹងឥឡូវមកមើលពីប៊ូតុងខាងលើវិញដល់ពេលដែលរៀបចំដាក់ក្អែលដាក់សាប៊ូចូលហើយអស់បងចាប់ដើមបើកតឡាការមុខងារប៊ូតុងបើកនេះមួយហើយរើសមុខងារដែលបងត្រូវប្រើតែជាទូទៅគឺ recommend ទៅលើមុខងារ normal នេះបើបានទាំងក្អែលមកបានទាំងខោយទៅយើងដាក់មកចូលគ្នាណាមុខងារមួយទៀតគឺ quick wash មកលឿនរហ័សនិយាយថាបងបោកម្ដងអាចចំណាយពេល60នាទីបងចង់30នាទីប្រើ quick wash នេះមកតែមកកៅអៅធម្មតាយើង normal ទៅមិនយក quick wash ទេព្រោះអីតបោកលឿនវាធ្វើថាសក្តានុពលវាខ្ទប់អញ្ចឹងណា Super Clean នេះសម្រាប់ប្រភេទកៅអៅប្រឡាក់ខ្លាំងប្រភេទប្រឡាក់ខ្លាំងគឺប្រើ Super Clean នេះបានហើយ Delicate នេះប្រភេទកៅអៅស្ដើងណាដូចជាកសែងឬក៏ប្រភេទកៅអៅស្រួយស្ដើងប្រើ Delicate នេះបាន Bedding នេះគឺខ្ញុំប្រើភួយទាំងភួយស្លីភួយកណាត់អីយើងបោកបានណាហើយ Remix Spin នេះគឺមុខងារយើងអត់បោកទេយើងគ្រាន់តែលាងឲ្យពូតចឹងវាថានៅពេលដែលបងបោកកៅអៅពីខាងក្រៅហើយយើងយកមកដាក់ខាងក្នុងដើម្បីលាងហើយពូតគឺអត់បោកម្ដងទៀតណាយើងរើសមុខងារនឹងបានហើយយ៉ាងមួយទៀតចុងក្រោយនេះគឺមុខងារទូ clean មុខងារលាងធំឯងខែពីខែប្រើមុខងារទូ clean នេះបានអញ្ចឹងដើម្បីរើសមុខងារហ្នឹងគឺបងចុចបើកមកចុច cycle ហើយលោតភ្លើងទៅកាន់មុខងារណាមួយឧទាហរណ៍លើបោកពូអញ្ចឹងលោតភ្លើងឡើងបងចុច start មកវានឹងលោតជាមួយនីតិហើយបងដឹងហើយប្រភេទទឹកអី level អីគឺវានឹង automatic ខ្លួនឯងអញ្ចឹងដល់ពេលដែលដល់នីតិគឺវានឹងលុតខ្លួនឯងចឹងបងមកសិនជាមានចង្អុលថែមអាច comment នៅក្នុងវីដេអូនេះបាន